នៅក្នុងបន្ទប់គេងដ៏ញ៉េញ៉ៃមួយនៅលើគ្រែឈើមួយជឿក្បាលខ្លាំងណាស់តើខ្ញុំនៅរស់ទេគំនិតច្របូកច្របល់របស់យាយធានបានរសាយបាត់បន្តិចម្ដងហើយការចងចាំអំពីជីវិតអតីតកាលរបស់គាត់ក៏លេចចេញមកបន្តិចម្ដងក្នុងពេលជាមួយគ្នានេះសំណុំនៃការចងចាំថ្មីមួយបានបញ្ចូលគ្នាជាមួយព្រលឹងរបស់គាត់ខ្ញុំបានធ្វើដំណើរឆ្លងកាត់ពេលវេលាហើយគាត់សើចយ៉ាងជូរចត់ព្រោះរាងកាយនេះមិនមែនជារបស់គាត់ទេប៉ុន្តែជារបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះដូចគ្នាគាត់បានមកពីឆ្នាំ2019ប៉ុន្តែឥឡូវនេះវាជាឆ្នាំ2119ដែលត្រូវបានគេស្គាល់ផងដែរថាជាឆ្នាំទី100នៃយុគសម័យថ្មីម្យ៉ាងទៀតគាត់បានមកដល់ក្នុងពេល100ឆ្នាំក្រោយមកសម័យកាលនេះត្រូវបានគេស្គាល់ថាជាសម័យឈីដែលត្រូវបានគេហៅថាសម័យទេពកោសល្យផងដែរយាយធានបានស្រូបយកព័ត៌មាននៃ100ឆ្នាំចុងក្រោយនេះនៅក្នុងចិត្តរបស់គាត់នៅដើមឆ្នាំ2019ផែនដីមានស្នាមព្រះលំជាច្រើនបានលេចចេញមកហើយសត្វសាហាវរាប់មិនអស់បានលេចចេញពីស្នាមព្រះទាំងនេះមនុស្សជាតិបានធ្លាក់ចុះពីកម្ពូលនៃខ្សែសង្វាក់អាហារដោយស្ទើរតែមិនរស់រានមានជីវិតក្រោមការគំរាមកំហែងពីសត្វសាហាវទាំងនោះក្នុងការប៉ុនប៉ងប្រយុទ្ធប្រឆាំងនឹងសត្វសាហាវទាំងនោះមនុស្សជាតិបានប្រើអាវុធនិងអាវុធទំនើបផ្សេងទៀតប៉ុន្តែសារធាតុអាថ៌កំបាំងមួយបានលេចឡើងនៅលើផែនដីដែលក្រោយមកហៅថាថៃដែលបានរំខានដល់រចនាសម្ព័ន្ធនៃអាវុធទាំងនេះដែលធ្វើឲ្យសូម្បីតែគ្រាប់បែកនុយក្លេអ៊ែរក៏មានប្រយោជន៍ដូចដែកអេតចៃដែរមនុស្សជាតិត្រូវបានរុញច្រានត្រឡប់ទៅក្នុងយុគសម័យនៃអាវុធត្រជាក់វិញហើយស្ទើរតែមិនអាចផ្គូផ្គង់នឹងសត្វសាហាវដែលមានឧបករណ៍ដ៏ធំបែបនេះបានឡើយជាសំណាងល្អសត្វសាហាវដំបូងដែលមកដល់គឺជាសត្វកម្រិតទាបដែលផ្ដល់ឱកាសឲ្យមនុស្សជាតិរស់រានមានជីវិតបន្ទាប់ពីការស្រាវជ្រាវជាច្រើនដោយអ្នកវិទ្យាសាស្ត្រមនុស្សបានរកឃើញថាសារធាតុអាថ៌កំបាំងដែលគេស្គាល់ថាជាថៃអាចត្រូវបានប្រើប្រាស់វិជ្ជាជីវៈថ្មីមួយបានលេចចេញឡើងអ្នកចម្បាំងក្បាច់គុណហ្វឹកហាត់រាងកាយស្រូបយកខែទម្លុះដែនកំណត់របស់មនុស្សហើយក្លាយជាអ្នកចម្បាំងក្បាច់គុណក្នុងពេលជាមួយគ្នានេះទេពកោសល្យរបស់មនុស្សត្រូវបានភ្ញាក់ឡើងមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានទេពកោសល្យហើយទេពកោសល្យដែលកើតមានជាទូទៅបំផុតគឺទេពកោសល្យក្នុងការដាំដុះទេពកោសល្យក្នុងការដាំដុះបានកំណត់សមិទ្ធផលសក្តានុពលរបស់មនុស្សម្នាក់ក្រៅពីទេពកោសល្យក្នុងការដាំដុះក៏មានទេពកោសល្យផ្សេងទៀតដូចជាទេពកោសល្យដាវទេពកោសល្យអណ្ដាតភ្លើងទេពកោសល្យទឹកកកជាដើមដោយពឹងផ្អែកលើទេពកោសល្យនិងអ្នកចម្បាំងមនុស្សអាចតស៊ូជាមួយសត្វសាហាវបន្តិចម្ដងទោះជាយ៉ាងណាក៏ដោយភាគច្រើននៃផែនដីត្រូវបានកាន់កាប់ដោយសត្វសាហាវដោយមានតំបន់មួយចំនួនតូចប៉ុណ្ណោះដែលកាន់កាប់ដោយមនុស្សជាកន្លែងដែលពួកគេបានបង្កើតមូលដ្ឋានរស់រានមានជីវិតគួរកត់សម្គាល់ផងដែរថាផែនដីបានពង្រីកខ្លួនរាប់រយដងដែលប្រហែលជាត្រូវបានជាឥទ្ធិពលដោយថៃឈីទេពកោសល្យសត្វសាហាវពិភពលោកដ៏គួរឲ្យរំភើបមួយយាយធានដកដង្ហើមវែងរួចញឹមប្រហែលជាការមកដល់សម័យកាលនេះជារឿងល្អសម្រាប់គាត់ប៉ុន្តែភ្លាមនោះមុខរបស់គាត់ប្រែជាស្រពោននៅពេលដែលប្រេះស្រាំនៃលំហបានលេចចេញមកហើយឈីបានចុះមកមនុស្សលោកមួយចំនួនតូចបានភ្ញាក់ឡើងនៅទេពកោសល្យនៅយប់នោះទេពកោសល្យនៃការដាំដុះគឺជាធម្មជាតិហើយមិនត្រូវការភ្ញាក់ឡើងទេប៉ុន្តែទេពកោសល្យផ្សេងទៀតអាចទទួលបាននៅពេលក្រោយក្នុងជីវិតសម្រាប់មនុស្សលោកនៅពេលនោះការភ្ញាក់ឡើងនៃទេពកោសល្យមិនមែនជាប្រជ័យទេប៉ុន្តែជាបណ្ដាសាបើគ្មានរាងកាយរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងអំណាចនោះទេការភ្ញាក់ឡើងនៃទេពកោសល្យគឺជាការធ្វើអត្តឃាតយោងតាមកំណត់ត្រាមនុស្សជាច្រើនត្រូវបានបំផ្លាញដោយកម្លាំងដ៏ខ្លាំងក្លាដែលនាំមកដោយការភ្ញាក់ឡើងនៃទេពកោសល្យទាំងស្លាប់ឬពិការវាហាក់ដូចជាខ្ញុំបានដាស់ទេពកោសល្យដែលមិនស្គាល់មួយចំនួននៅពេលនោះហើយរាងកាយរបស់ខ្ញុំទាំងមូលបានផ្ទុះឡើងយាយធានប្រកាសថាគាត់បានស្រូបយកជីរាប់មិនអស់រាងកាយទាំងមូលរបស់គាត់បានផ្ទុះឡើងដែលនាំឲ្យគាត់ស្លាប់តើខ្ញុំបានដាស់ទេពកោសល្យអ្វីនៅពេលនោះដែលមានអានុភាពគ្រប់គ្រាន់ដើម្បីធ្វើឲ្យរាងកាយរបស់ខ្ញុំផ្ទុះឡើងទោះបីជាមនុស្សពីមួយសតវត្សមុនអាចដាស់ទេពកោសល្យភ្លាមដោយមិនសម្របខ្លួនទៅនឹងថេក៏ដោយក៏ភាគច្រើននៃពួកគេគ្រាន់តែហើមឡើងឬខ្លាចជាពិការខ្ញុំប្រហែលជាបានដាស់ទេពកោសល្យដ៏មានឥទ្ធិពលមិនគួរឲ្យជឿមួយប៉ុន្តែជាអកុសលបន្ទាប់ពីធ្វើដំណើរតាមពេលវេលាខ្ញុំមិនអាចដឹងថាវាជាទេពកោសល្យអ្វីនោះទេយាយធានមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីតម្រៀបព័ត៌មានអំពីជីវិតអតីតកាលនិងសម័យបច្ចុប្បន្នរបស់គាត់រួចយាយធានបានពិនិត្យមើលរាងកាយថ្មីរបស់គាត់យឺតរូបកាយនេះមានអាយុ15ឆ្នាំដែលជាអាយុដ៏ល្អបំផុតដើម្បីចាប់ផ្ដើមហ្វឹកហាត់ក្នុងយុគសម័យឈីមុនអាយុ15ឆ្នាំរាងកាយនៅតែលូតលាស់ហើយមិនស័ក្តិសមសម្រាប់ការដាំដុះទេករណីលើកលែងគឺប្រសិនបើគ្រួសារមានអំណាចមួយចំនួនបានប្រើប្រាស់ទ្រព្យសម្បត្តិដ៏មានតម្លៃដើម្បីពន្លឿនការលូតលាស់រាងកាយសម្រាប់ការដាំដុះដំបូង Chen Wengek 1 កក្កដា2025 28M អាយុ15ឆ្នាំគឺជាយុគសម័យមាសសម្រាប់ការដាំដុះបន្ទាប់ពីអាយុ20ឆ្នាំទោះបីជាមនុស្សម្នាក់មានទេពកោសល្យខ្ពស់ក៏ដោយសមិទ្ធផលនាពេលអនាគតរបស់ពួកគេនឹងមានកម្រិតអរគុណព្រះជាម្ចាស់ដែលវាមិនមែនជាសាកសពមនុស្សចាស់ទេបើមិនដូច្នោះទេខ្ញុំនឹងត្រូវវិនាសចាំមួយផ្លែតមុខរបស់ហ៊ីឈៀនបានផ្លាស់ប្ដូរភ្លាមទីបំផុតគាត់ក៏នឹកឃើញអ្វីមួយពីការចងចាំរបស់គាត់ដែលជាទេពកោសល្យនៃរាងកាយនេះរូបកាយនេះមានទេពកោសល្យទាបណាស់
ទេពកោសល្យខ្សោយនៅសម័យនេះទេពកោសល្យសំខាន់បំផុតគឺទេពកោសល្យបណ្ដុះបណ្ដាលទេពកោសល្យបណ្ដុះបណ្ដាលត្រូវបានចាត់ថ្នាក់ពីទាបទៅខ្ពស់ដូចជាទេពកោសល្យខ្សោយទេពកោសល្យកម្រិតទាបទេពកោសល្យធម្មមូលដ្ឋានទេពកោសល្យកម្រិតមធ្យមនិងទេពកោសល្យកម្រិតខ្ពស់គេនិយាយថាមានកម្រិតខ្ពស់ជាងទេពកោសល្យកម្រិតខ្ពស់ទៅទៀតប៉ុន្តែយាយធានមិនមានសិទ្ធិចូលមើលព័ត៌មាននោះទេនៅពេលដែលនរណាម្នាក់មានអាយុ15ឆ្នាំពួកគេអាចទិញ Talent Stone ដើម្បីពិនិត្យមើលទេពកោសល្យរបស់ពួកគេប៉ុន្តែនេះត្រូវបានកំណត់ចំពោះទេពកោសល្យនៃការដាំដុះប៉ុណ្ណោះទេពកោសល្យប្រភេទផ្សេងទៀតតម្រូវឲ្យមានការត្រួតពិនិត្យ Talent Stone ឯកទេសអ្នកកាន់តំណែងមុនរបស់គាត់បានទិញថ្មទេពកោសល្យមួយដោយរំភើបនៅអាយុ15ឆ្នាំហើយបានពិនិត្យមើលទេពកោសល្យរបស់គាត់នៅក្នុងបន្ទប់របស់គាត់ប៉ុន្តែបែរជាដឹងថាគាត់មានទេពកោសល្យខ្សោយទៅវិញដោយសារភាពអស់សង្ឃឹមគាត់បានស្លាប់ដោយសារបេះដូងខូចដែលបានផ្ដល់ផលប្រយោជន៍ដល់យីឈិនដែលបានផ្លាស់ទីលំនៅអាសូរណាស់ទេពកោសល្យខ្សោយនេះជាទេពកោសល្យហ្វឹកហាត់ដ៏អាក្រក់បំផុតគ្មានសង្ឃឹមខ្លាយជាអ្នកចម្បាំងក្បាច់គុនតតែសោះយាយធានក៏មានអារម្មណ៍អស់សង្ឃឹមដែរសិស្សគុននិងអ្នកចម្បាំងគុនគឺជាកម្រិតពីរដំបូងនៃការហ្វឹកហាត់សិស្សគុនមិនត្រូវបានចាត់ទុកជាកម្រិតពិតទេខណៈដែលអ្នកចម្បាំងគុនគឺជាកម្រិតពិតដំបូងដែលតម្រូវឲ្យមានកម្លាំងរាប់ពាន់ដើម្បីទៅដល់ប៉ុន្តែដើម្បីក្លាយជាអ្នកចម្បាំងក្បាច់គុនតម្រូវការអបបរមាគឺទេពកោសល្យទាបដែលជាកម្រិតខ្ពស់ជាងទេពកោសល្យខ្សោយទោះបីជាអ្នកដែលមានទេពកោសល្យទាបអាចក្លាយជាអ្នកចម្បាំងក្បាច់គុនដំណាក់កាលដំបូងក្នុងជីវិតរបស់ពួកគេក៏ដោយយ៉ាងហោចណាស់ពួកគេមានសង្ឃឹមនៅពេលដែលពួកគេក្លាយជាអ្នកចម្បាំងក្បាច់គុនសូម្បីតែនៅដំណាក់កាលដំបូងក៏ដោយពួកគេត្រូវបានចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលខ្ពស់ជាងមនុស្សធម្មតាប៉ុន្តែអ្នកដែលមានទេពកោសល្យខ្សោយបានជាប់គាំងនៅក្នុងស្ថានភាពឆ្កងមួយទោះបីជាពួកគេបានហ្វឹកហាត់ពេញមួយជីវិតក៏ដោយពួកគេអាចនៅតែជាសិស្សក្បាច់គុនបានតែប៉ុណ្ណោះប្រសិនបើខ្ញុំអាចផ្លាស់ប្ដូរទេពកោសល្យរបស់ខ្ញុំបានយាយធានលួងលោមខ្លួនឯងគូសសំឡេងគូសទ្វារជាបន្តបន្ទាប់បានបន្លឺឡើងបងប្រុសតើប្អូនប្រុសនៅក្នុងនោះមែនទេសំឡេងក្មេងស្រីម្នាក់បានមកពីខាងក្រៅយាយធានដឹងថានោះគឺជាប្អូនស្រីរបស់គាត់ក្នុងជីវិតនេះគឺយាយយូដែលមានអាយុ13ឆ្នាំគាត់បានបើកទ្វារឃើញក្មេងស្រីគួរឲ្យស្រឡាញ់ម្នាក់ដែលមើលទៅដូចតុក្កតាប៉ោះសឺឡែងបងប្រុសតើទេពកោសល្យរបស់ប្អូនជាអ្វីយាយយូសួរដោយចង់ដឹងចង់ឃើញទេពកោសល្យរបស់មនុស្សម្នាក់តែងតែត្រូវបានរក្សាការសម្ងាត់លុះត្រាតែវាជាសាច់ញាតិជិតស្និទ្ធការសួរអំពីទេពកោសល្យរបស់នរណាម្នាក់ត្រូវបានចាត់ទុកថាជាការហាមឃាត់យ៉ាងណាមិញគ្មាននរណាម្នាក់ចង់ឲ្យទេពកោសល្យរបស់ពួកគេត្រូវបានអ្នកដទៃស្គាល់នោះទេឧទាហរណ៍មនុស្សមួយចំនួនដែលមានទេពកោសល្យខ្ពស់អាចក្លាយជាគោលដៅនៃការធ្វើឃាតប្រសិនបើទេពកោសល្យជាក់លាក់របស់ពួកគេត្រូវបានបង្ហាញនៅក្នុងโลกនេះរឿងបែបនេះធ្លាប់បានកើតឡើងពីមុនមកដូច្នេះគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យសួរអំពីទេពកោសល្យរបស់អ្នកដទៃឡើយទោះជាយ៉ាងណាក៏ដោយយាយធាននឹងមិនបន្ទោសប្អូនស្រីរបស់គាត់ឡើយយូតូចទេពកោសល្យរបស់ប្អូនប្រុសពិតជាល្អណាស់ខ្ញុំពិតជាអាចក្លាយជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់នាពេលអនាគតយាយធានសម្លឹងមើលយូតូចដោយស្នាមញញឹមបន្តិចប៉ុន្តែស្នាមញញឹមនោះពោពេញដោយភាពល្វីងជូរចត់ប៉ុន្តែនាទីបន្ទាប់សិស្សរបស់គាត់បានរួញខ្លួនគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរូបភាពនិមិត្តមួយបានលេចឡើងនៅលើរីទីណារបស់គាត់មនុស្សយូទេពកោសល្យដាំដុះទាបទេពកោសល្យលើទឹកកកបឋមសិក្សាមិនភ្ញាក់